ការចិញ្ចឹមកំពឹសនៅក្នុងអាងគឺស័ក្តិសមសម្រាប់បងប្អូនដែលមានកន្លែងទន្លេតិចហើយមួយវិញទៀតសម្រាប់បងប្អូនដែលមានអាងនៅទន្លេហើយយើងទុកចោលយូរណាស់មកហើយហ្នឹងយើងអាចច្នៃសាក់លបងធ្វើការចិញ្ចឹមកំពឹសតាមបែបរបៀបនេះទៅយ៉ាងហោចណាស់ក៏អាចបានកំពឹសសម្រាប់បរិភោគឬក៏ប្រសិនបើទទួលបានជោគជ័យចិញ្ចឹមបានច្រើនបងប្អូនអាចលក់ទៅនៅជិតខាងឬក៏យើងអាចទៅរកទីផ្សារនៅក្នុងតំបន់របស់យើងដើម្បីធ្វើការលក់បានខ្ញុំជឿថាចំពោះកំពឹសគឺវាអត់ខ្វះទីផ្សារទេពីព្រោះថាប្រជាជនខ្មែរយើងគឺនិយមច្នៃនិងបរិភោគកំពឹសនឹងបានយ៉ាងច្រើនប្រភេទអ្នកខ្លះក៏អាចយកទៅស្លអ្នកខ្លះក៏អាចយកទៅស្ងោរញ៉ាំអីចឹងទៅហើយកំពឹសក៏មានតម្លៃថ្លៃគួរសមដែរនៅលើទីផ្សារបើសិនបងប្អូនចិញ្ចឹមបានផលល្អខ្ញុំជឿថាអត់ចេះខ្វះទីផ្សារលក់ទេបើសិនបើយើងសិក្សាទីផ្សារហើយយើងព្យាយាមបង្កើតទីផ្សារនៅក្នុងតំបន់ហើយមួយវិញទៀតកំពឹសនេះក៏វាចំណាយពេលនៅក្នុងការចិញ្ចឹមនឹងខ្លីដែរចន្លោះតែ3សប្តាហ៍ទៅ3ខែទៅតាមតម្រូវការនៃទំហំដែលបងប្អូនចង់បានបើសិនបើយើងចង់បានកំពឹសល្អិតក៏វាចំណាយពេលត្រឹមតែ3ទៅ4សប្តាហ៍តែបើសិនបងប្អូនចង់បានកំពឹសធំអាចចំណាយពេលពី2ទៅ3ខែគឺយើងអាចប្រមូលផលលក់បានហើយបងប្អូនត្រូវតែដាក់ចិញ្ចឹមកំពឹសហ្នឹងជម្រៅវាអាចចន្លោះពី70សង់ទីម៉ែត្រទៅ1ម៉ែត្រមានន័យថាខ្ពស់បំផុតទៅ1ម៉ែត្រនឹងឯងពីព្រោះកំពឹសវាអត់ត្រូវការទឹកអីជ្រៅខ្លាំងទេហើយក៏វាមិនរាក់ខ្លាំងណាស់ដែរសមរម្យបំផុតគឺចន្លោះពី70ទៅ1ម៉ែត្រហើយចំពោះការរៀបចំអាងគឺងាយទេនិយាយថាដូចតែបងប្អូនធ្វើអាងចិញ្ចឹមត្រីចិញ្ចឹមកែបអីដែរទេតែគាត់ថាបើសិនមកបងប្អូនជាអ្នកទើបបញ្ចប់ផ្ដើមធ្វើអាងថ្មីថ្មោងអាងរបស់យើងខណៈតែយើងធ្វើពីស៊ីម៉ងគឺប្រកបថាវាមានជាតិអាងកាឡាំងនិងជាតិអាស៊ីតខ្លាំងអញ្ចឹងដើម្បីប្រសាបជាតិអាងកាឡាំងទាំងអស់នោះបងប្អូនអាចត្រាំអាងហ្នឹងជាមួយនឹងដើមចេកហើយដាក់លាមកគោស្ងួតហ្នឹងមកក្រងទៅហើយត្រាំទុកចោលរយៈពេលចន្លោះពី1សប្តាហ៍ទៅ2សប្តាហ៍កាន់តែយូរកាន់តែល្អអាចថាខែអីកាន់តែល្អទៅទៀតដើម្បីឲ្យអាងរបស់យើងហ្នឹងវាបន្សាបមានន័យថាវាសាបអស់ជាតិអាកាឡាំងអញ្ចឹងនៅពេលដែលដាក់កំពឹសចូលទៅគឺវាអត់នឹងមានបញ្ហាអីកើតឡើងទេតែបើសិនបើយើងអត់ដាក់បន្សាបអាងហ្នឹងទេវាអាចថាពេលបងប្អូនទិញពូជកំពឹសវាទៅដាក់ចិញ្ចឹមទៅអាចថាហានិភ័យដែលវានឹងងាប់ហ្នឹងមានច្រើនពីព្រោះវានឹងពុលមួយវិញទៀតចំពោះការដែលបងប្អូនរៀបចំអាងរបស់បងប្អូនវាមានជ្រៅ1ម៉ែត្របងប្អូនអាចដាក់ទឹកចន្លោះពី70ទៅ80សង់ទីម៉ែត្រទៅហើយបន្តមកទៀតបងប្អូនអាចរៀបចំដាក់ប្រភេទរុក្ខជាតិទឹកដូចជាចកកផ្លោករុក្ខជាតិផ្សេងទៀតដើម្បីធ្វើជាចម្រោះរុក្ខជាតិទាំងអស់ហ្នឹងដើម្បីជួយសម្អាតទឹកនិងរក្សាគុណភាពទឹកនៅក្នុងអាងដែរបន្ទាប់ពីបងប្អូនបានរៀបចំអាងស្អាតអស់ហើយបងប្អូនត្រូវតែដាក់កំពឹសដែលជាប្រភេទកំពឹសញីដែលមានពងហើយស្រាប់ហើយចំពោះកំពឹសនេះសូមបងប្អូនពិបាករកទិញពូជព្រោះថានៅស្រុកខ្មែរយើងប្រហែលជាអត់ទាន់មានអ្នកចិញ្ចឹមទេអញ្ចឹងបងប្អូនអាចទៅរកពូជកំពឹសដែលមានពងស្រាប់ហើយយើងឃើញវាពងពេញពោះហ្នឹងជាប្រភេទកំពឹសញីហើយអញ្ចឹងយើងអាចយកកំពឹសទាំងអស់ហ្នឹងចន្លោះពី80ទៅ100ក្បាលឬក៏ច្រើនជាងហ្នឹងទៅតាមម៉ូដែលយើងអាចរកបានអញ្ចឹងបងប្អូនយកវាមកដាក់នៅក្នុងអាងហ្នឹងទៅហើយទុកវាចោលទៅនៅប្រហែលយើងអាសាមើលវាផងនៅពេលដែលកំពឹសនឹងវាចាប់ផ្ដើមញាស់ហើយបងប្អូនត្រូវតែយកមេកំពឹសនឹងចេញភ្លាមពីព្រោះថាកាលណាតែយើងទុកមេកំពឹសទាំងអស់ហ្នឹងវាអាចស៊ីកូនរបស់វាបន្តមកទៀតបងប្អូនត្រូវតែយកមេកំពឹសទៅដាក់ជាមួយនឹងកំពឹសឈ្មោលនៅក្នុងអាងផ្សេងឬក៏ដោយសារតែយើងដាក់នៅក្នុងបរិមាណតិចបងប្អូនអាចប្រើប្រាស់លូឬក៏កធុនក៏បានដែរយើងដាក់មេកំពឹសចំនួន2ក្បាលហើយកំពឹសឈ្មោលចំនួន1ក្បាលដើម្បីឲ្យវាបន្តពូជបន្ថែមទៀតតែបើសិនបងប្អូនអត់ចង់ចិញ្ចឹមដើម្បីវាបង្កាត់ពូជទេបងប្អូនអាចធ្វើដូចលើកទី1ដែរគឺយើងទៅរកទិញមេកំពឹសដែលមានពងស្រាប់ដើម្បីយកវាមកដាក់ដើម្បីយកកូនកំពឹសទូចៗហ្នឹងឯងបន្ទាប់ពីបងប្អូនចិញ្ចឹមបានមួយរយៈពេលអាចថា1សប្តាហ៍ទៅ2សប្តាហ៍ហើយត្រូវតែមើលស្ថានភាពទឹកវាយ៉ាងណាយើងផ្ទេរទឹកឬក៏យើងលាងទឹកហ្នឹងឲ្យបានជាទៀងទាត់ពីព្រោះថាកាលណាដែលយើងរក្សាគុណភាពទឹកបានល្អហើយយើងអាចបន្ថែមទឹកថ្មីចូលហ្នឹងធ្វើឲ្យកំពឹសហ្នឹងវាអត់សូវ stress អញ្ចឹងវាអាចសក់បានលឿនកាលណាកំពឹសហ្នឹងសក់បានលឿនតិចញាប់អញ្ចឹងវាក៏ធំលឿនទៅតាមនឹងដែរបើនិយាយពីចំណីសម្រាប់កំពឹសដែលមានអាយុចាប់ពី1ថ្ងៃរហូតដល់20ថ្ងៃបងប្អូនអាចប្រើប្រាស់ពងមាន់ឬកំពងទាស្ងោរយកផ្នែកខាងក្រហមហើយយើងកិនវាឲ្យម៉ត់ទៅយើងដាក់នៅក្នុងកណ្ដាត់ហើយយើងដាក់ជាកញ្ចប់ដើម្បីដាក់នៅក្នុងអាងរបស់យើងមួយថ្ងៃ2ដងគឺ
ពេលព្រឹកនិងពេលល្ងាចអញ្ចឹងអាយុមួយថ្ងៃរហូតដល់20ថ្ងៃហ្នឹងគឺវាស៊ីពងបានស្ងោរពងក្រហមនឹងឯងហើយសម្រាប់អាយុចាប់ពី20ថ្ងៃរហូតដល់ពេលប្រមូលផលបងប្អូនអាចប្រើប្រាស់ជាប្រភេទចំណីក្រុងក៏បានដែរដែលមានប្រូតេអ៊ីន35ទៅ40% សម្រាប់បងប្អូនដែលគាត់ចង់ចាយលុយទៅលើចំណីក្រុងទេបងប្អូនអាចបង្កើតអាហារដោយធម្មជាតិឲ្យខ្លួនឯងបានហើយនេះគឺជាបទពិសោធន៍របស់កសិករថៃដែលគេយកលាមកសត្វណាប្រភេទលាមកគោក៏បានលាមកជ្រូកក៏បានឬក៏លាមកមាន់ក៏បានដែលជាប្រភេទលាមកដែលស្ងួតណាហាស្ងួតហ្នឹងមកក្តាប់ដាក់នៅក្នុងទឹក200លីត្រអញ្ចឹងវានឹងបង្កើតផ្លូវតុងសម្រាប់ជាចំណីដល់ក្រពើហើយប៉ុន្តែបើសិនបងប្អូនបង្កើតចំណីដោយខ្លួនឯងបែបនេះត្រូវតែប្រកាសថាបងប្អូនលាងសម្អាតអាងឲ្យបានជាញឹកញាប់បើសិនបងប្អូនអាចលាង2សប្តាហ៍ឬក៏មួយសប្តាហ៍ម្ដងយើងធ្វើឲ្យបានជាទៀងទាត់ក្រពើមានអាយុចាប់ពី20ថ្ងៃឡើងទៅបងប្អូនអាចប្រើប្រាស់ជាប្រភេទចំណីក្រុងក៏បានតែវារៀងថ្លៃតែបើសិនបើយើងអត់ចង់ចំណាយយើងអាចប្រើប្រាស់ជាប្រភេទកូនត្រីហាន់ឬក៏កន្ទុកយើងដាក់ឲ្យវាស៊ីទៅតាមលទ្ធភាពដែលយើងមានទៅការចិញ្ចឹមកពឹសនៅក្នុងអាងនេះរយៈពេលគឺវាមិនខុសពីការចិញ្ចឹមកពឹសនៅក្នុងទ្រុងស្បៃម៉ងឬក៏ចិញ្ចឹមនៅក្នុងអាងតងទេគឺវាមានរយៈពេលចាប់ពី30ថ្ងៃទៅ60ថ្ងៃទៅ90ថ្ងៃទៅតាមតម្រូវការទីផ្សារបើសិនបងប្អូនត្រូវការកពឹសល្អិតដែលយើងយកទៅស្លអីហ្នឹងគឺចំណាយពេលត្រឹមតែ30ថ្ងៃទេតែបើសិនបងប្អូនត្រូវការឲ្យវាធំគឺចំណាយពេលចន្លោះពី2ទៅ3ខែអញ្ចឹងទៅនេះហើយគឺជារបៀបនៅក្នុងការចិញ្ចឹមកំពឹសតាមបែបងាយហើយចំណាយដើមទុនតិចអញ្ចឹងសង្ឃឹមថាបងប្អូនអាចយកវាទៅអនុវត្តបានចា៎អរគុណ